Nè niយាយអីរឿងនេះអ្នកក៏ដឹងដែរឥឡូវសេដ្ឋកិច្ចមិនល្អជំពាក់ទាំងលុយឡានលុយផ្ទះខ្ញុំនឹងឆៃមានសម្ពាធខ្លាំងណាស់លោកតាវ៉ងគឺជាអ្នកមានលុយពីការរុះរើផ្ទះមិនត្រឹមតែមានលុយទេថែមទាំងមានទំនាក់ទំនងល្អជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន V ទៀតផងឲ្យតែអ្នកនៅជាមួយគាត់អាចជួយក្រុមហ៊ុនខ្ញុំឲ្យមានទំនាក់ទំនងជាមួយក្រុមហ៊ុន Lee បានគាត់ក៏មកសុំរៀបការល្មមពួកយើងទាំងពីរក៏ពិភាក្សាគ្នាហើយក៏យកព្រមជំនួសអ្នកទៅពួកឯងមានសិទ្ធិអីមកយល់ព្រមជំនួសខ្ញុំមិនយល់ព្រមទេកុំធ្វើខ្លួនពេកអាយុប៉ុណ្ណេះហើយលក់បាន 100000 មិនតិចទេម្យ៉ាងទៀតមិនមែនឲ្យអ្នកនៅមួយជីវិតឯណាខ្ញុំមិនទៅទេដល់ពេលនេះហើយអ្នកនិយាយបានការអីចាប់នាងទុកលោកតាវ៉ងចិត្តមកដល់ហើយជាដងស៊ូឡើងពួកយើងចិត្តដល់មន្ទីរពេទ្យហើយម៉ាក់ពេលខ្ញុំធំឡើងខ្ញុំច្បាស់ជាមើលថែម៉ាក់ឲ្យបានល្អចាជាដងក្មេងល្អឬជាដងក្មេងដែលខ្ញុំប្រថុយជីវិតជួយសង្គ្រោះមិននឹកស្មានថាជាសត្វតិរច្ឆានសោះម៉ាក់ធ្វើអីហ្នឹងលូជាដងខ្ញុំចង់កាត់កាល់កាត់កាល់ម៉ាក់ឯងឈួតទេដឹងម៉ាក់ចាស់ហើយទៅមុខទៀតត្រូវការអ្នកមើលថែម៉ាក់កាត់កាល់ខ្ញុំតើនរណាមើលថែម៉ាក់នឹងជារឿងរបស់ខ្ញុំលូជាដងពេលខ្ញុំយកឯងមកចិញ្ចឹមឯងទៅតែមានអាយុ3ខែទេដោយសារតែឯងពិធីរៀបការដែលខ្ញុំបានរៀបចំទុកត្រូវបរាជ័យខ្លាចឯងពិបាកចិត្តខ្ញុំក៏មិនរៀបការទៀតដែរឥឡូវខ្ញុំចាស់ហើយឯងបែរជាព្រោះតែលុយឲ្យខ្ញុំរៀបការជាមួយមនុស្សអាក្រក់រឿងពីមុនកុំនិយាយអីម៉ាក់មើលចុះមានឪពុកម្ដាយណាដែលមិនជួយកូនអស់ពីសមត្ថភាពយ៉ាងណាម៉ាក់ក៏ចាស់ហើយនៅជាមួយនរណាក៏ដូចតែគ្នាថុយរឿងរបស់ខ្ញុំសម្រេចចិត្តខ្លួនឯងកាត់កាល់ល្អតង់ពួកយើង 100000 មកអ្នកអាចទៅបានពួកឯងមានសិទ្ធិអីគឺដោយសារតែថ្លៃបណ្ណាការរបស់អ្នកត្រូវបានពួកយើងចាយអស់ហើយវងឡងមិនបានមនុស្សច្បាស់ជាទាលុយវិញហើយលុយនេះអ្នកជាអ្នកចេញអ្នកដែលកាត់កោគឺពួកឯងមានសិទ្ធិអីឲ្យខ្ញុំជាអ្នកចេញគឺដោយសារតែអ្នកចង់ចាក់ចេញពីផ្ទះនេះមិនចេញឈាមបន្តិចមិននឹងបានឬមួយក៏អ្នកទៅដេកជាមួយវងឡងមួយខែដើម្បីទូទាត់លុយនេះពួកយើងនឹងឲ្យអ្នកមានសេរីភាពវិញចង់រត់គ្មានផ្លូវទេប្តីសម្លាញ់វងឡងមិនបានមនុស្សក៏ចាត់ការនាងទៅចង់នាងទៅខ្ញុំឲ្យលុយពួកឯងខ្ញុំឲ្យលុយទាំងអស់ទៅពួកឯងបានទេក្នុងដៃអ្នកនៅមានលុយទៀតនេះគឺជាលុយដែលខ្ញុំសន្សំពីការធ្វើការក្រៅម៉ោងមាន 510,000 ល្អជារបស់ពួកយើងគឺជារបស់ពួកយើងទាំងអស់អ្នកនៅសន្សំលុយលាក់ទុកច្រើនយ៉ាងនេះទៀតលុយនេះខ្ញុំយកហើយ 40000 ដែលនៅសល់ខ្ញុំនឹងធ្វើការសងបន្តិចម្ដងអញ្ចឹងមិនបានទេខាងលោកតាវ៉ងអ្នកនៅតែត្រូវទៅឯងយកលុយខ្ញុំហើយនៅចង់ឲ្យខ្ញុំរៀបការទៀតលុយនេះនិយាយចុះនិយាយឡើងមិនមែនជារបស់ផ្ទះយើងទេអីអ្នកនឹងពួកយើងមិនមែនចិត្តតែមួយទេម៉ាក់កុំរឹងរូសពេកម៉ាក់រត់មិនរួចទេម៉ាក់តាម៉ាក់ចង់ធ្វើអីឲ្យប្រកាសម៉ាក់ចង់បង្ខំឲ្យខ្ញុំប្រើហិង្សាលើម៉ាក់មែនទេខ្ញុំបង្ខំឯងលូជាដងយ៉ាងឆ្លៃពួកឯងនឹងទទួលកម្មពៀលូជាឯងម៉ាក់កុំបន្ទោសខ្ញុំអីគឺម៉ាក់ជាអ្នកបង្ខំខ្ញុំទេខ្ញុំក៏គ្មានជំរឿដែរបន្ទាប់មកគឺការប្រកាសលទ្ធផលឆ្នោតឲ្យតែម៉ាក់នឹងវងឡងជួយខ្ញុំដោះស្រាយរឿងនេះឲ្យបានល្អខ្ញុំសន្យាថ្ងៃក្រោយនឹងកតញ្ញូចំពោះម៉ាក់លេខដែលត្រូវរង្វាន់បានចេញហើយលេខពណ៌ខៀវគឺ05 08 15 27 33លេខពណ៌ក្រហមគឺ11 17រង្វាន់សរុបមាន300លានសូមជូនពរឲ្យអ្នកត្រូវរង្វាន់លេខដែលត្រូវរង្វាន់ក្នុងវគ្គនេះបានចេញអស់ហើយឆ្នោតលោកតាវ៉ងមកដល់ហើយឆ្នោតរបស់ខ្ញុំមិននឹកស្មានថាត្រូវរង្វាន់សោះឯងប្រកាសទេថាអ្នកមានគុណដែលជួយជីវិតខ្ញុំរស់នៅទីនេះបាទខ្ញុំបានមើលកាមេរ៉ាសុវត្ថិភាពហើយមីងលើជាឯងគឺជាអ្នកបោះសម្អាតផ្លូវមនុស្សនៅក្រុមហ៊ុនអនាម័យសុទ្ធតែស្គាល់គាត់ខ្ញុំចូលទៅមុនឯងនាំគេទៅទិញកាដូខ្លះទៅចាំបន្តិចទៀតសឹមមកបាទ